រឿងព្រេងនិទានខ្មែរភ្នំប្រុសភ្នំស្រីកាលពីព្រេងនាយនៅក្នុងដែនដីខ្មែរយើងមានទំនៀមទម្លាប់មួយដែលតម្រូវឲ្យភាគីខាងស្រីត្រូវទៅដណ្ដឹងភាគីខាងប្រុសដើម្បីរៀបអាពាហ៍ពិពាហ៍ទំនៀមនេះបានធ្វើឲ្យស្ត្រីទាំងឡាយមានការលំបាកនិងមិនពេញចិត្តជាខ្លាំងដោយសារតែពួកគេត្រូវខិតខំស្វែងរកទ្រព្យសម្បត្តិនិងទៅអង្វរករខាងប្រុសថ្ងៃមួយក្រុមស្ត្រីដែលដឹកនាំដោយលោកយាយម្នាក់រឿងខ្លះថាជាមហាក្សត្រីបានសម្រេចចិត្តកោះហៅភាគីបុរសមកជជែកគ្នាដើម្បីផ្លាស់ប្ដូរទំនៀមទម្លាប់នេះស្ត្រីបានស្នើឡើងថាយើងនឹងធ្វើការប្រកួតគ្នាមួយយើងនឹងពូនភ្នំមួយនៅខាងយើងហើយពួកអ្នកក៏ពូនភ្នំមួយនៅខាងអ្នកបើភាគីណាពូនបានខ្ពស់ជាងនៅពេលផ្កាយព្រឹកផ្កាយដែលរះនៅពេលជិតភ្លឺរះឡើងភាគីនោះជាអ្នកឈ្នះលក្ខខណ្ឌគឺបើប្រុសចាញ់ប្រុសត្រូវទៅដណ្ដឹងស្រីវិញបើស្រីចាញ់ស្រីត្រូវបន្តទៅដណ្ដឹងប្រុសដដែលដោយមានអំណួតថាខ្លួនជាមនុស្សប្រុសមានកម្លាំងខ្លាំងក្លាជាងស្រីក្រុមបុរសក៏យល់ព្រមទទួលយកការភ្នាល់នេះភ្លាមការប្រកួតបានចាប់ផ្ដើមនៅពេលព្រះអាទិត្យលិចភាគីខាងប្រុសបាននាំគ្នាជញ្ជូនដីយ៉ាងសស្រាក់សស្រាំដោយកម្លាំងខ្លាំងពួកគេពូនបានភ្នំខ្ពស់យ៉ាងលឿនដោយឃើញថាភ្នំរបស់ខ្លួនខ្ពស់ជាងខាងស្រីឆ្ងាយណាស់ហើយគិតថាស្រីប្រកាសជាធ្វើមិនតាន់ខ្លួនទេពួកប្រុសក៏បន្ថយដៃហើយនាំគ្នាសម្រាកផឹកស្រានិងដេកលក់យ៉ាងស្កប់ស្កល់ដោយរងចាំមើលផ្កាយព្រឹករះភាគីខាងស្រីដោយដឹងថាខ្លួនមានកម្លាំងខ្សោយជាងប្រុសពួកគេបានប្រើប្រាជ្ញាពួកគេបានខិតខំជញ្ជូនដីដោយមិនឈប់ឈរនៅពេលយប់កាន់តែជ្រៅស្រីបាននឹកឃើញឧបាយកលមួយពួកគេបានយកគោមធំមួយទៅចងព្យួរនៅលើចុងឈើខ្ពស់កប់ពពកដែលមើលទៅហាក់ដូចជាពន្លឺនៃផ្កាយព្រឹកពួកប្រុសដែលកំពុងដេកលក់ភ្ញាក់ឡើងឃើញពន្លឺគោមនោះក៏ស្មានថាជាផ្កាយព្រឹកមែនតែនពួកគេលាន់មាត់ថាហាផ្កាយព្រឹករះហើយយើងឈប់ធ្វើការចុះព្រោះភ្នំយើងខ្ពស់ជាងស្រីទៅហើយឈ្នះហើយគិតដូច្នេះពួកប្រុសក៏ឈប់ជញ្ជូនដីហើយនាំគ្នាដេកបន្តរហូតដល់ភ្លឺចំណែកឯពួកស្រីវិញនៅពេលឃើញប្រុសឈប់ធ្វើការពួកគេក៏រឹតតែខិតខំជញ្ជូនដីបន្ថែមទៀតរហូតតតែភ្នំរបស់ខ្លួនខ្ពក់ត្រដែបលុះដល់ព្រឹកព្រលឹមព្រះអាទិត្យរះពិតប្រាកដពួកបុរសភ្ញាក់ឡើងហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញភ្នំរបស់ពួកស្រីភ្នំស្រីមានកម្ពស់ខ្ពស់ជាងភ្នំរបស់ខ្លួនភ្នំប្រុសដាវចាញ់ឧបាយកលនិងចាញ់ការភ្នាល់ពួកបុរសត្រូវតែគោរពតាមសន្យាចាប់តាំងពីពេលនោះមកទំនៀមទម្លាប់ខ្មែរក៏បានផ្លាស់ប្ដូរដោយភាគីខាងប្រុសត្រូវតែជាអ្នកចូលខ្លួនទៅដណ្ដឹងភាគីខាងស្រីវិញរហូតមកដល់សព្វថ្ងៃនេះបច្ចុប្បន្នភ្នំទាំងពីរនេះមានទីតាំងនៅក្នុងខេត្តកំពង់ចាមដោយគេសង្កេតឃើញថាភ្នំស្រីពិតជាមានកម្ពស់ខ្ពស់ជាងភ្នំប្រុសបន្តិចមែន